បើស្អែកបងឯងអត់បង់លុយខ្ញុំទេផ្ទះហ្នឹងគឺខ្ញុំដាក់លក់ឯងព្រោះបងឯងបានប្រត់មេដាយឲ្យខ្ញុំហើយបើឯងក៏ជឿតយ៉ាងយូរតិចដែរបងប្អូនច្រើនមែនតើគ្រាន់តែលឺគេទុកពេលឲ្យមួយថ្ងៃស្អែកហ្នឹងអត់បង់លុយគេលក់ផ្ទះឆ្លេឆ្លាហ្មងឆាតមកលឺតែសលេងថាលោកគ្រូឲ្យគេលក់ហើយចាឥឡូវបងឆ្លេឆ្លាទៅអីឆ្លេឆ្លាមួយថ្ងៃដែលគេទុកពេលឲ្យយើងមួយថ្ងៃហ្នឹងបែរទៅរកលុយបង់គេបានមែនបើអ្នកខ្លះមួយខែបង់1000ជាង2000អ្នកខ្លះបង់4 500ហើយចំណូលក្នុងមួយថ្ងៃរកបានលឹម5000រៀល10000រៀលឥឡូវនេះហើយទៅឆ្លេឆ្លាយ៉ាងទៅអីថយក្រោយឲ្យដាក់គូតអង្គុយឲ្យស្ដាប់តិចណាបងបើសិនជាបងជពាក់គ្រឹះស្ថានមីក្រូរ៉ាញ់ថុនឹងធនាគារគេមិនអាចលក់ផ្ទះបងភ្លាមបានទេណាបងធ្វើហ៊ីប៉ូតេកមួយគេមែនប៉ុន្តែក្នុងនាមជាអ្នកខ្ចីអញ្ចឹងបាទខ្ញុំមុននឹងប្រាប់ខ្ញុំស្ដីឲ្យតិចចុះវីដេអូណាដែលគេចែកនៃចំណេះដឹងអត់ព្យាយាមស្ដាប់អត់ជួយចែកម្លែកអត់ជួយ share អត់ជួយ comment អត់ជួយ like របស់គេទេស្ដាប់តែរឿងជេរបចោគ្នាពេញនិយមមកណាតតែពេលមានរឿងចាប់ដើមឆ្លេឆ្លាឥឡូវរត់ទៅស្ដាប់អាវីដេអូគេជេរគ្នាទៅបានលុយយកមកសងគេមែនស្ដាប់ខ្ញុំក៏វាអត់បានលុយមកសងគេដែរប៉ុន្តែគេមានដំណោះស្រាយឲ្យយល់ឲ្យដឹងណាគ្រឹះស្ថានហិរញ្ញវត្ថុស្ដាប់ទេគ្មានសិទ្ធិលក់ផ្ទះនិងដីរបស់បងប្អូនដែលធ្វើហ៊ីប៉ូតេកជាមួយគេទេដែលបានដាក់ធានាបំណុលនៅគ្រឹះស្ថានហ្នឹងទេមានតែអំណាចតុលាការមួយគត់ដែលមានសិទ្ធិសម្រេចលុបឡាយឡុងហើយមុននឹងប្តឹងទៅតុលាការវាមានច្រើនដំណាក់កាលណាស់វាមានច្រើនដំណាក់កាលកន្លែងហ្នឹងខ្ញុំអត់ចែកម្លែកទៅនេះទេចង់ដឹងឆាតស៊ូខ្លាំងមកប៉ុន្តែខ្ញុំបញ្ជាក់ថាគេមិនមានសិទ្ធិនៅក្នុងការលក់របស់យើងទេគឺត្រូវតែប្តឹងទៅតុលាការទៅមានសិទ្ធិលក់ហើយមិនបាច់ភ័យទេបាច់ឆ្លេឆ្លាទេអញ្ចឹងធ្វើមិនទៀតបងប្អូនចរចាជាមួយធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុដែលបងប្អូនកំពុងជពាក់បងប្អូនយឺតក៏ដោយបងប្អូនមួយចំនួនដែលកំពុងតែមើលឃើញថាស្ថានភាពខ្លួនឯងវាលែងល្អហើយនេះមួយខែទៀតយឺតទេអញ្ចឹងហាវមកចរចាគ្នាសិនថាលោកគ្រូលទ្ធភាពខ្ញុំអស់ត្រឹមប៉ុណ្ណឹងឥឡូវមើលឃើញជាក់ស្ដែងទាំងអស់គ្នាដេញខ្ញុំទៅណាទៀតដេញខ្ញុំទៅលុយឯកជនឯណាទៀតគេឲ្យបើប្លង់ផ្ទះប្លង់ដីនៅហ្នឹងមុខរបររបស់ខ្ញុំកំពុងមានបញ្ហាសុំលោកគ្រូមានដំណោះស្រាយខ្ញុំបានអត់វិធីមួយដែលអាចឲ្យបងប្អូនកើនបំណុលបន្តិចប៉ុន្តែវាស្រាលខ្លួនណាសុំធនាគារអែតលុយមកកញ្ចប់ទុកបង់រយៈពេល1ឆ្នាំឧទាហរណ៍ថាមួយខែបង់500អញ្ចឹងសុំអែត6000សុំខ្ចីថែម6000ទុកនៅក្នុងកុងហ្នឹងឲ្យកាត់រយៈពេល1ឆ្នាំហ្នឹងមួយខែ500កើនបំណុល6-7000មានឆ្នាំក្រោយប៉ុន្តែពេលមួយឆ្នាំនេះខ្ញុំសប្បាយចិត្តខ្ញុំអត់មានសម្ពាធផ្លូវចិត្តខ្ញុំដើរស៊ីខ្ញុំទុកពេលមួយឆ្នាំហ្នឹងដើម្បីលក់ទ្រព្យសងទៅធនាគារមិនបាច់ឲ្យធនាគារប្រឹងផ្ដោះទេអាហ្នឹងវាជាជំរើសមួយដែរឃើញទេហ្នឹងក៏ជាចំណុចមួយទៀតលាតដដាងឲ្យអស់ហើយទ្របខ្ញុំមានប៉ុណ្ណឹងធនាគារប្តឹងក៏ត្រូវមកដាក់លក់ទៅទ្របនឹងឡៃឡុង100ខ្ញុំព្រមលក់ហើយប៉ុន្តែបើសិនជាធនាគារចង់ប្តឹងលក់ក៏លក់ទៅខ្ញុំក៏ដាក់លក់ដែរអញ្ចឹងបើមកគៀបខ្ញុំទៀតខ្ញុំអស់ហើយតែខ្ញុំសុំឥឡូវនេះលទ្ធភាពមួយខែបង់500ខ្ញុំអត់មានទេតែបើមួយខែ200ខ្ញុំមានខ្ញុំសុំបង់មួយខែ200សិនចាក់ពេលមួយឆ្នាំពេញឆ្នាំក្រោយខ្ញុំបង់តាមតារាងវិញធម្មតាចរចាសិនហើយបើចរចាអស់ហើយគេអត់ព្រមមិនបាច់ភ័យខ្លាចគេលក់ផ្ទះទេឲ្យគេប្តឹងសិនប្តឹងទៅបងប្អូនសុំមួយឆ្នាំគេអត់ព្រមពេលដែលគេដាក់ពាក្យប្តឹងជួនកាលវាចាយពេលដល់2ឆ្នាំហើយយើងមានរបៀបធ្វើដែរអារបៀបអញ្ចឹងខ្ញុំមិនអាចចែកនៅសាធារណៈបានទេគេខ្ញុំខ្លាចខុសបើចង់ដឹងចាំឆាតសួរទៅចូលឆាតចូលនៅក្នុង page ហ្នឹងក៏បាន Telegram ក៏បានឬក៏ TikTok លូនថក៏បានដែរ
អញ្ចឹងសរុបមកវិញក្នុងវីដេអូនេះគ្រាន់តែចង់ឆ្កឹះប្រាប់បងប្អូនអរគ្នាថាបើគេប្រាប់ថាស្អែកអត់បង់គេលក់ផ្ទះមិនបាច់ភ័យទេយើងមិនគិតទៅណាទេយើងត្រូវរក្សាជំហរបង្ហាញឆន្ទៈហើយសុំចរចាមិនត្រូវតាមតារាកុំទាន់បាច់ភ័យទេលើគ្មានស្អែកឡើងពីណាគេមកលក់ផ្ទះបងឯងបានទេបងឯងភ័យទៅអីមិនរត់ទៅអី រត់ទៅមានលុយមានអីរត់ទៅអត់លុយផងមានអីហៅតែកាហ្វេផឹកមិនបានលើណាអរគុណបងប្អូនអរគ្នាវីដេអូនេះចង់ចែករំលែកប៉ុណ្ណឹងបាច់ភ័យទេហើយជួបជាមួយខ្ញុំបាទដល់ថោកនៅវីដេអូក្រោយ